بسم الله السلام عليكم ورحمة الله وبركاته مسلمين مسلمات ជាទីរាប់អានទាំងឡាយតែយើងធ្លាប់សួរខ្លួនយើងដែរទេថាតើយើងចង់រស់នៅលើលោកនេះនៅលើឌុនយ៉ានេះយូរប៉ុណ្ណាទៀតហើយបើសិនជាយើងចង់រស់នៅជាអមតៈតើយើងអាចរស់នៅជាអមតៈដែរទេហើយខ្ញុំជឿថាមុស្លីមទាំងឡាយប្រកាសជាបានចម្លើយហើយសំណួរបន្តទៀតសួរថាបន្ទាប់ពីស្ថានីយ៍បន្ទាប់ពីឌុនយ៉ានេះយើងទៅណាទៀតកន្លែងដែលយើងត្រូវទៅកន្លែងដែលយើងនឹងទៅមានលក្ខណៈយ៉ាងម៉េចខ្លះបន្ទាប់ពីឌុនយ៉ានេះមានលក្ខណៈយ៉ាងម៉េចខ្លះមានអាកាសធាតុយ៉ាងម៉េចខ្លះកន្លែងដែលយើងចង់ទៅដេកចង់ទៅសម្រាប់មានអីគេខ្លះវាសុខភាពសម្រាប់យើងអត់វាងាយស្រួលសម្រាប់យើងអត់វាធ្វើឲ្យយើងមានសេចក្តីសុខអត់ចុះចំណីអាហារដែលយើងទៅត្រៀមមានអីគេខ្លះអាកាសធាតុនៅកន្លែងហ្នឹងក្តៅត្រជាក់ចំណីឆ្ងាញ់ជូរផ្អែមអត់ហើយយើងបានត្រៀមអ្វីខ្លះហើយសម្រាប់យើងទៅនៅកន្លែងហ្នឹងដើម្បីឲ្យយើងមានសេចក្តីសុខដើម្បីឲ្យយើងសុខសាន្តនៅកន្លែងដែលយើងទៅបន្តទៀតអញ្ចឹងចង់ឲ្យបងប្អូនទាំងអស់គ្នាមកគិតពិចារណាអញ្ចឹងسيدنا عمر رضي الله عنه គាត់បានមានប្រសាសន៍ថាហាស៊ីប៊ូអឹមហ្វូសាគុំហាស៊ីប៊ូអឹមហ្វូសាគុំកបឡាអនតុហាសាប៊ូចូលពួកអ្នកទាំងឡាយទូទាត់ពិនិត្យមើលខ្លួនរបស់អ្នកទង្វើរបស់អ្នកអាម៉ាល់របស់អ្នកមុននឹងអល់ឡោះស៊ុបហានតាឡាមកទូទាត់ជាមួយយើងថ្ងៃនេះបើសិនជាយើងបើកចិត្តទាំងអស់គ្នាយើងទូទាត់ទាំងអស់គ្នាយើងនឹងដឹងហើយកន្លែងណាដែលយើងខ្វះហើយយើងនឹងអាចបន្ថែមកន្លែងណាដែលយើងធ្វើខុសយើងអាចនឹងកែឲ្យត្រូវអញ្ចឹងបងប្អូនមូស្លីមទាំងឡាយសូថាអ្វីដែលយើងខំជារៀងរាល់ថ្ងៃតាំងពីព្រឹករហូតដល់ល្ងាចសូថាប៉ុន្មានភាគរយដែលយើងនាំយកទៅជាមួយយើងជាស្បៀងសម្រាប់យើងនៅស្ថានីយ៍បន្តទៀតប៉ុន្មានភាគរយហើយយើងជឿជាក់ប៉ុន្មានគេថាអ្វីដែលយើងធ្វើខំប្រឹងប្រែងតាំងពីព្រឹករហូតដល់ល្ងាចជារៀងរាល់ថ្ងៃនេះអាចទៅជាមួយនឹងយើងអាចភ្ជាប់ជាមួយនឹងយើងអាចជាស្បៀងជួយយើងអាចជារនាំងការពារយើងការពារអ្វីផ្សេងសម្រាប់ដែលយើងទៅនៅស្ថានីយ៍បន្តទៀតអញ្ចឹងបងប្អូនមូស្លីម៉ាជាទីគោរពទាំងឡាយយើងគួរតែមកគិតបញ្ជីខ្លួនរបស់យើងគួរតែមហាសាបតុនណាហ្វ្សជារៀងរាល់ថ្ងៃថាតើយើងយ៉ាងម៉េចខ្លះអ៊ីម៉ានរបស់យើងប៉ុន្មានហើយអាម៉ាល់របស់យើងប៉ុន្មានហើយត្រឹមត្រូវប៉ុន្មានត្រូវការបន្ថែមវាត្រូវការសិក្សាបន្ថែមត្រូវការរកចំណេះបន្ថែមទៀតដើម្បីកែប្រែនៅក្នុងជីវិតរបស់យើងដើម្បីឲ្យជីវិតរបស់យើងនៅក្នុងឌុនយ៉ានេះល្អប្រសើរយល់នៅក្នុងឌុនយ៉ាឲ្យមានសេចក្តីសុខហើយនៅពេលទៅមួយអ៊ីនសាអល់ឡោះសង្ឃឹមថានៅក្នុងអាខិរ៉ាតរបស់យើងក៏មានសេចក្តីសុខដែរអ៊ីនសាអល់ឡោះ